ហើយខ្ញុំក៏សន្យាមួយគាត់ហើយខ្ញុំក៏ប្រាប់គាត់ដែរថាខ្ញុំមិននៅនឹងរហូតទេអនាគតខ្ញុំនៅតែទៅនោះវិញហើយទៅផ្លូវដែលគាត់ធ្លាប់ប្រៀបឲ្យខ្ញុំដើរដដែលហើយប៉ុន្តែនៅពេលដែលខ្ញុំបានឡើងគាត់នៅអីក៏ដោយយើងគុំគ្រាន់តែគិតបើយើងអត់មានសកម្មភាពទេការគិតនឹងវានៅតែក្នុងខួរយើងអញ្ចឹងលើកក្រោយបើយើងចង់ធ្វើអីយើងគិតហើយយើងត្រូវមានសកម្មភាពហើយកុំខ្លាចបាក់ទឹកចិត្តឬមួយក៏មានបញ្ហានៅពេលដែលគេយកយើងជាប្រធានបទដើម្បីនិយាយដើមយើងព្រោះអីពេលដែលគេនិយាយដើមគេខ្លួនឯងអត់មានអ្នកស្ដាប់ទេអញ្ចឹងទៅគេយកយើងខ្លួនឯងទៅនិយាយអញ្ចឹងទៅដើម្បីឲ្យមានអ្នកស្ដាប់ទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សបាទជម្រាបសួរ Michael ជម្រាបសួរសុខសប្បាយអូនសុខសប្បាយបងដើរចូលមកជំរាបសួរហើយម្ដងដល់ពេលចូល show ជំរាបសួរម្ដងទៀតមួយរយៈហ្នឹងមមាញឹកអត់តែតមួយការងារហ្មងបងមកតាអស់លុយចាំរកថែមអស់លុយចាំរកថែមទៀតអូខេ Michael ដោយសារតែគ្រប់គ្នាបានស្គាល់ថា Michael គឺជាអ្នកបង្កើតមាតិកានៅក្នុងបណ្ដាញសង្គមក៏ដូចជាតារាសម្ដែងដែរបាទហ្នឹងហើយចង់ដឹងបន្តិចតើតើជាមួយនឹងខ្សែជីវិតជាតារាសម្ដែងឬក៏ជា content creator ហ្នឹងតើយើងចាប់ផ្ដើមតាំងពីពេលណារហូតមកដល់ពេលឥឡូវហ្នឹងប្រហែលឆ្នាំហើយអូខេចូលមកគេសួរអញ្ចឹងហ្មងខ្ញុំមិនដឹងចាប់ផ្ដើមពីណាទេនេះមើល2017បាទ2017បើនិយាយទៅខ្ញុំពងឆ្ងល់ដែរថាខ្ញុំសួរទៅកាមេរ៉ាវិញថាចេះមិនបានពេលចេញមកមានដាក់ខ្ញុំជាតារាកំ pl ែងខ្ញុំកំ pl ែងត្រង់ណាមែនតែគេដាក់ថាជាតារាកំ pl ែងខាងព័ត៌មានអីចឹងណាគាត់មើលមកខ្ញុំថាខ្ញុំនឹងជាតារាកំ pl ែងអត់ទេគីឡូមកពីយើងអាសានៅក្នុងបណ្ដាញសង្គមយើងកំ pl ែងច្រើនយើងនិយាយសើចច្រើនអីចឹងខ្ញុំកំ pl ែងមែនតែមានអីអាចជាតារាកំ pl ែងបានព្រោះតែគេយើងសើចរហូតយើងនិយាយលេងរហូតខ្ញុំចិត្តតែជាអីក៏ធ្វើដែរតែបានលុយមកទៅមើលពីដូចជា2017ចុងឆ្នាំ2017ចុងឆ្នាំបាទអូខេដល់ពេលដែលយើងចាប់ដើមដំបូងជាអ្នកធ្វើ blog ធម្មតាទេឬមួយក៏ចាប់ដើមសម្ដែងយកតែម្ដងមួយហ្នឹងពីរហ្នឹងមួយណាមុនសម្ដែងមុនបងសម្ដែងមុនបើរឿងទៅវែងឆ្ងាយតែរបៀបថាអញ្ចេះដំបូងឡើយហ្នឹងខ្ញុំទៅរបៀបដូចវត្តបតុមទៅអីអញ្ចឹងណាគេមានលេងជុំគ្នាមួយក្មេងៗពេលហ្នឹងខ្ញុំនៅក្មេងហីឥឡូវខ្ញុំនៅក្មេងដែរហើយទៅអញ្ចឹងទៅហើយក៏ជួបមិត្តភក្តិនៅក្នុងអញ្ចឹងទៅហើយបន្ទាប់មកគាត់ក៏បង្កើតជាក្រុមរាំអូខេបង្កើតជាក្រុមរាំហើយក៏ផ្ដួចផ្ដើមគ្នាអញ្ចឹងទៅមានបងតារាចម្រៀងដូចបងវីឌីណេតបងយុគថរដ្ឋាបងឆិតសវណ្ណបញ្ញាអីហ្នឹងក៏តាក់ទងត្រូវការមានក្រុមរាំអូខេអញ្ចឹងទៅក៏ពួកខ្ញុំគិតថាអត់ចង់សុំលុយម៉ាក់ទៀតទេប៉ុន្តែបើសុំក៏គាត់នៅតែឲ្យយើងធម្មតាដែរប៉ុន្តែខ្ញុំគិតថាបើសិនជាខ្ញុំមានការងារត្រូវអាចរកលុយបានខ្លួនឯងនឹងវាល្អអញ្ចឹងទៅក៏ខ្ញុំទៅរៀនផងធ្វើការ part time ខាងហាត់រាំហើយជាមួយនឹងទៅរាំឲ្យពួកគាត់ផងហើយបន្ទាប់មកទៀតរាំបាន2ឆ្នាំខ្ញុំរាំដូចជា2015រហូតដល់2ឆ្នាំម៉ាក់ខ្ញុំគាត់ប្រាប់ថាចេះការងារណាឲ្យវារៀងល្អមើលជាងវាល្អជាងនៅខាងក្រោយខ្នងគេអញ្ចឹងណាអញ្ចឹងទៅគាត់ចង់ឲ្យខ្ញុំរៀងឡើងយើងបន្តិចអូខេអញ្ចឹងទៅក៏ពេលហ្នឹងក៏ខ្ញុំអត់មានបានដើររអីដែរខ្ញុំពងរំអញ្ចឹងក៏បដួចផ្ដើមពីរឿងរំហ្នឹងបងឌីគាត់មានឆាកមួយដែលគេឲ្យគាត់ឡើងទៅ perform បងបែបឌីដល់ពេលគាត់ឡើងទៅ perform ទៅគាត់ទៅឡើងទៅធ្វើពិធីកដល់ពេលអញ្ចឹងលើកហ្នឹងគេចង់ឲ្យគាត់ថ្លៃគេសុំឲ្យគាត់ឡើងធ្វើជា show មានរំមានអីបត់ក្រេបត់អីចឹងទៅហើយពួកខ្ញុំនៅខាងក្រេហ្នឹងស្រាប់អូខេអញ្ចឹងទៅក៏គាត់ហៅខ្ញុំទៅរំជាមួយគាត់ហើយបន្ទាប់មកក៏គាត់ឃើញថាខ្ញុំអាចលេងបានអីចឹងទៅក៏គាត់ហៅខ្ញុំចូលទៅថតមួយគាត់ហ្មងទៅអូខេបាទហើយចឹងទៅក៏ដូចខ្មោចឲ្យចឹងបងអត់មានដាក់ពាក្យប្រឡងអត់មានអីទេនៅសុកគេទាញចូលវឹកបដ ாய் ហ្នឹងហើយដោយសារមកពីទម្រង់មុខយើងអីគេគិតថាដូចតែដែរចឹងណាស្អាតហើយបងហ្នឹងហើយនិយាយទៅយើងធ្វើសក់អញ្ចឹងជាមួយនឹងទម្រង់មុខយើងហ្នឹងទៅដូចកូរ៉េហើយដោយសារឥឡូវហ្នឹងមកពីមួយចំនួនរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺយើងផ្ទុះជាមួយនឹងកូរ៉េច្រើនមែនតើផ្ទុះច្រើនហ្នឹងហើយ
K-pop អីបា បាទ ទចម្រៀងរឿងសម្ដែងអីភាគច្រើនគឺបត់ទៅខាងកូរ៉េបើជំនាន់យើងនៅបន្ទូគេមើលចិន បាទបាទ មើល F4 មើលអី យ៉ា ចឹង យ៉ាយ៉ា ដល់ពេលយើងបត់តាមនេះទៅបើគេល្បីកូរ៉េយើងធ្វើខ្លួនបែបកូរ៉េអី អូខេអញ្ចឹងមានន័យថាដំបូងហ្នឹងគឺការចេញមកពីអ្នករាំទេ បាទ ហើយបន្ទាប់មកបានយើងចាប់ផ្ដើម បើស្រឡាញ់សិល្បៈហ្មងតាំងពីទូចហើយបន្ទាប់មកបានកើតដំបូងកើតចេញមកពីអ្នករាំហើយបន្ទាប់មកក៏គាត់ឃើញអញ្ចឹងទៅក៏ចូលសម្ដែងហើយមកវគ្គទៀតនៅពេលដែលអូនិយាយទៅខ្ញុំធ្វើច្រើនណាបងខាង ច្រើន ប្រອບខាងកៅអៅខាងរៀបអីវ៉ាន់ឲ្យតួធ្វើសក់ហើយដៃស្ដាំកាមេរ៉ាហើយរៀបកៅអៅនៅធ្លាប់រៀបកៅអៅនៅក្រុមហ៊ុនសាស្ត្រាចូលទៅរៀបកៅអៅឲ្យតួអញ្ចឹងទៅដល់ពេលចូលទៅបង director គូតារាចាស់នៅសាស្ត្រាហ្នឹងក៏គាត់ឃើញគាត់ហៅទៅcasting អូខេ casting ក៏ជាប់រឿងភាគនៅ2017ចុងឆ្នាំ2005ហ្នឹង 2017 តាណាគ្នាមួយមកឌីដែរ អូខេ អញ្ចឹងទៅក៏ចាប់ផ្ដើមរវល់ជាមួយរឿងភាគមិនមែនថតមួយថ្ងៃណាបង បាទ ថត បាទ 3ខែទៅ4ខែហើយថតរាល់ថ្ងៃពួកអីរឿងភាគ38ភាគ40ភាគអីចឹងទៅអញ្ចឹងទៅក៏ខ្ញុំប្រាប់គាត់ថាឥឡូវខ្ញុំសុំផ្អាកការរាំសិនពួកអីបោកទៅរឿងភាគវាហត់បន្តិចប៉ុន្តែយើងបាន credit រៀងខ្ពស់ជាងមុនបន្តិចអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាឈប់រាំហ្មងទៅ អូខេ បាទហើយជាប់ដល់រាល់ថ្ងៃហ្នឹងបណ្ដោយទៅ អូខេ បាទ ចុះតកតងជាមួយនឹងជីវិតនៅពេលដែលយើងចាប់ផ្ដើមធ្វើជាអ្នករាំហើយយើងចាប់ផ្ដើមចូលទៅប្រឡូកជាមួយនឹងវិស័យសិល្បៈវិញជាអ្នកសម្ដែងវិញនៅក្នុងកំឡុងពេលហ្នឹងមានអារម្មណ៍ថាតើអាការងារទាំងអស់ហ្នឹងគួរអាចនឹងដើរទៅមុខឬមួយក៏ដើរថយក្រោយព្រោះអ្នកខ្លះនៅពេលដែលគាត់ចាប់ផ្ដើមភ្លាមគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនដឹងជាមិនទេមិនដឹងជាអាចផ្ញើវាសនាជាមួយនឹងវិស័យសិល្បៈបានអត់កំឡុងពេលហ្នឹងដើរទៅមុខឬក៏ថយក្រោយហើយមានឧបសគ្គអីអត់នៅក្នុងកំឡុងពេលហ្នឹងណា វាថយក្រោយបងថយទៅបាត់ហ្មងថយទៅហើយបងឌីមួយក្រុមហ៊ុនសាស្ត្រាមួយអីផ្សេងដែលធ្លាប់ធ្វើការជាមួយខ្ញុំនឹងផុសបាយខ្ញុំគ្រប់គ្នាដោយសារតែខ្ញុំសម្ភាសជាប់តែនៅអាមេរិកមួយគ្រួសារ អូខេ ហើយពេលដែលខ្ញុំចូលសិល្បៈហ្នឹងចូលតាមអត់តាមមួយឆ្នាំហ្នឹងបង2018ដូច5ខែ បាទ ចូលថតបាន5ខែក៏ខ្ញុំប្រាប់ថាខ្ញុំឈប់ធ្វើសិល្បៈហ្នឹងហើយព្រោះខ្ញុំត្រូវទៅនៅស្រុកក្រៅមួយគ្រួសារព្រោះគ្រួសារខ្ញុំនៅស្រុកក្រៅទាំងអស់ បាទបាទ បងស្រីខ្ញុំអីបងបង្កើតអីនៅស្រុកក្រៅទាំងអស់ខ្ញុំនៅខ្មែរម្នាក់ឯងហ្នឹងដល់ពេលចឹងទៅក៏ខ្ញុំគិតថាខ្ញុំទៅនោះទៅហើយណាមួយខ្ញុំក៏ឆ្លាញ់ខាងនំខេកខាងកាហ្វេខាងអីចឹងដែរហើយបងខ្ញុំគាត់បើកហាងនៅក្នុងស្រាប់ គាត់ថាអាចចាប់ផ្ដើមជីវិតនៅខាង បាទ អាមេរិកបាទ បាទ អូខេ កាច់360ដឺក្រេកាច់មានបានណាបងទៅបាន3ខែអត់ចេះនៅរត់មកវិញតែ អូ ទៅមើលខ្ញុំទៅហ្នឹងបាន3ខែក៏ខ្ញុំគិតមុនទៅហ្នឹងនៅពលានយន្តហោះអ្នកជួនតាឲ្យខ្ញុំទឹកភ្នែកទឹកសបោជិត30នាក់មានណាស់មកទៅ3ខែអត់ចេះនៅមកវិញទេ មកវិញប្រហែល ដល់រងថ្ងៃប្រហែលទៅ អូខេ បាទ ឥឡូវនេះរយៈពេលប្រហែលជាចូលជិត10ឆ្នាំហើយដែល Michael នៅក្នុងវិស័យហ្នឹងត្រូវទេ10ឆ្នាំយ៉ា2017 8ឆ្នាំឯតា ហ្នឹងហើយ 8ឆ្នាំ បើសិនជាយើងរាប់ទាំងពេលដែលយើងរាំទៀតវាយូរដែរហើយ បើបូកទាំងរំទៀត10ឆ្នាំគត់មក បាទចង់នឹងបន្តិចឥឡូវហ្នឹងយើងនៅតែមានឈ្មោះបោះសម្លេងព្រោះដោយសារយើងជាអ្នកបង្កើតមេតិកាផងជាអ្នកសម្ដែងផងអីផងចង់ដឹងបន្តិចថាតើមានកលឹះអីគេដែលអាចធ្វើឲ្យយើងនឹងឈរជើងនៅលើវិស័យនឹងបានយូរព្រោះដោយសារអីគេដូច Michael ដឹងអញ្ចឹងថានៅក្នុងវិស័យមួយនេះគឺមានការប្រកួតប្រជែងគ្នាខ្លាំងមែនតើមានការប្រទីងបន្ទង់នេះច្រើនមែនតើអញ្ចឹងចង់ដឹងថាតើយើងធ្វើបែបណាដើម្បីឲ្យយើងនៅតែអាចទទួលបានអាភាពល្បីល្បាញហើយមានអ្នកគ្រប់គ្រងយើងរហូតមកដល់ពេលឥឡូវ ខ្ញុំគិតទៅគ្រប់វិស័យទាំងអស់ហ្នឹងមានដៃគូប្រជែងទាំងអស់ហ្នឹងបង ហ្នឹងហើយ តែដូចមួយថ្ងៃសួរអញ្ចឹងថាបើសិនជាយើងចង់ឈរជើងឲ្យបានយូរតោះតែយើងកុំដួល បាទ តោះតែយើងឈររហូតតោះយើងឈររហូតហើយខ្ញុំមានទាំងអស់បើនិយាយពីឆ្នាំងបាយខ្ញុំវិញ Facebook TikTok Instagram YouTube ពេលណាយើងត្នេអញ្ចឹងទៅយើងធ្វើអញ្ចឹងទៅតែគ្រាន់ថាខ្ញុំអត់ដាក់ចិត្ត 100% ថានឹងអត់សូវរំពឹងខ្លាំងហ៎បង បាទ ព្រោះអីពីមុនមកខ្ញុំធ្លាប់ខូចរបៀបបាក់ទឹកចិត្តហើយខ្ញុំរំពឹងខ្លាំងពេកហ្នឹងបានធ្វើឲ្យខ្ញុំចង់បោះបង់ បាទ អញ្ចឹងទៅបានខ្ញុំគិតថាបើយើងកុំរំពឹងខ្លាំងពេកយើងរំពឹងដែរយើងដាក់ចិត្តដាក់កាយធ្វើដែរប៉ុន្តែកុំរំពឹងរហូតតតែបាត់បង់ខ្លួនឯងហើយដូចនិយាយរឿងប្រកួតប្រជែងអត់វាអត់បាច់ចាំបាច់ត្រូវប្រកួតប្រជែងមួយណាគេយើងឲ្យតែធ្វើខ្លួនឯងឲ្យល្អទៅហត់ពេលណាសម្រាប់ពេលហ្នឹងតែកុំដេក យ៉ា កុំទៅបាត់ បាទ សម្រាប់បាទខ្ញុំសម្រាប់ខ្ញុំធ្លាប់សម្រាប់រហូតដល់3ខែហ៎បងអត់ទទួលការងារអីទាំងអស់រហូតតតែ mental health សុខភាពយើងអូខេវិញយើងធ្វើតទៅ ពេលហ្នឹងកើតអីដែរ ពេលហ្នឹងមានបញ្ហាធំដោយសារត
បាត់ផេកផងគេចាប់ផ្ដើមអាប់ដេត app អីថ្មីទេគេចាប់ផ្ដើមឲ្យយើងដាក់ជាមួយនឹងតាញៀនបានតាអីឡើងវិញទាំងអស់អញ្ចឹងទៅមានអ្នក hack account មានអីអូយច្រើន mode ហ៎បងអើយរហូតតខ្ញុំ start over ខ្ញុំបង្កើត account ថ្មី អូខេ បង្កើត page ថ្មីហើយទាំងតែ page ហ្នឹងមានគេស្គាល់ស្រាប់ហើយច្រើនជំនាន់អត់ដឹងមានអ្នកចាំអត់ទេគាត់ណាជំនាន់យូរហើយកាលខ្ញុំថតមួយ GD មួយអីហ៎ បាទទាំងពីរនាក់ហើយដប់ទៅបាត់ទៅដូចជា2ខែបានយើងអាចស្រង់ឡើងមកវិញបានបន្តក៏អរគុណមិត្តភ័ក្តិដែលគាត់បានជួយ shout out ជួយអីឲ្យយើងឡើងវិញអញ្ចឹងណា បាទ សំខាន់នេះគេមនុស្សជុំវិញខ្លួនគាត់ជួយយើងជួយប្រាប់យើងថាវាមិនធំធេងអីទេពីដើមមកយើងបង្កើតមក0ដែរហ្នឹង ហ្នឹងហើយ អញ្ចឹងយើងបង្កើត0ម្ដងទៀតទៅក៏មិនអីដែរ អញ្ចឹងមានថាក្នុងកំឡុងពេលហ្នឹងគឺអរគុណទៅដល់មិត្តភ័ក្តិមែនតើព្រោះដោយសារគេនៅក្នុងកំឡុងពេលនេះបើសិនជាយើងអត់មានអ្នកលើកទឹកចិត្តទេពិបាកមែនតើនៅក្នុងការងើបត្រឡប់មកវិញណា បាទណាមួយគិតថាខ្ញុំធ្វើអីផ្សេងខ្ញុំធ្វើអស់ហើយដេកកផងរៀបកៅអៅឲ្យគេផងអីផងអញ្ចឹងទៅខ្ញុំគិតថាមានតែលបហ្នឹងមួយដែលស្រួលធ្លាប់បើកហាងកាហ្វេធ្លាប់អីទៀតប៉ុន្តែយើងត្រូវនៅក្នុងឲ្យមនុស្សខ្ញុំជួយដើរលេងអញ្ចឹងតែខ្ញុំនៅ stand by នៅហាងកាហ្វេ8ម៉ោងវាអត់កើតទៅខ្ញុំគិតថាមានតែការងារនឹងមួយដែលអាចធ្វើឲ្យខ្ញុំដោះស្រាយអត់បានខ្ញុំចង់ទៅខេត្តខ្ញុំចង់ទៅអាមេរិកទៅស្រុកគេទៅណាទៅណីក៏ខ្ញុំនៅតែធ្វើការនឹងបានធម្មតាដោយសារតែការធ្វើវីដេអូអញ្ចឹងណា បាទ ហើយបងខ្ញុំក៏គាត់ប្រាប់ដែរថាបើសិនជាយើងចូលចិត្តអាហ្នឹងធ្វើអាហ្នឹងទៅឃើញអីថ្មីឃើញអីប្លែកថតទាំងអស់ទៅ បាទ ទៅក៏ជោគជ័យនៅ YouTube ហ្នឹងក៏ដោយសារបងស្រីខ្ញុំបងស្រីខ្ញុំគាត់ប្រាប់ថាដូចយើងពីទូចអញ្ចឹងយើងចូលចិត្តមើលគេនិយាយពីនេះពីនោះនៅស្រុកគេឬមួយក៏ឃើញអីប្លែកយើងចូលចិត្តមើលជាពិសេសអីដែលនៅស្រុកខ្មែរយើងអត់មានអញ្ចឹងទៅខ្ញុំបន្លែងខ្ញុំថាចេះគាត់អត់ចូលចិត្តកាមេរ៉ាគាត់ចូលចិត្តនៅក្រោយកាមេរ៉ាហើយខ្ញុំចូលចិត្តកាមេរ៉ាតែខ្ញុំអត់ចេះដូចគាត់អញ្ចឹងទៅដាក់ខួរក្បាលគាត់មួយខួរក្បាលខ្ញុំនឹងចូលគ្នាគាត់ឃើញអីគាត់ប្រាប់ខ្ញុំទៅថាអេហើយថតអានេះហើយនៅខ្មែរអត់មានទេថតទៅដល់មាន view ហ្មង ផ្លាស់ប្ដូរគ្នាទៅវិញទៅមក បាទទៅគាត់អ្នកប្រាប់ខ្ញុំគាត់អីអញ្ចឹងទៅក៏ខ្ញុំថាខ្ញុំឃើញនៅក្នុងខាងសមហើយនឹងយើងនៅអាមេរិកស្រាប់ បាទ តែដល់ពេលហើយខ្ញុំគិតថាចេះអញ្ចឹងបានន័យថាអ្នកខ្មែរជាពិសេសបងដែលគាត់នៅតាមបណ្ដាខេត្តអីគាត់អត់ធ្លាប់ឃើញដូចជាម៉ាស៊ីនកាហ្វេឬមួយក៏ម៉ាស៊ីនអីដែលអត់មានមនុស្សលក់តែអាចទិញបានដោយរ៉ូបូតគេធ្វើឲ្យយើងអីអញ្ចឹងទៅខ្ញុំអត់ចាប់អារម្មណ៍លើបញ្ហាទូចអស់ហ្នឹងទេដល់ពេលហើយបងខ្ញុំគាត់ប្រាប់អញ្ចឹងទៅក៏ថតទៅក៏មានអ្នកស្គាល់មានអ្នកមើលច្រើនអញ្ចឹងទៅខ្ញុំរៀងស៊ីចូលដែរ បាទ អត់ទៀតថតទៅគេស្គាល់ YouTube ថត4ឆ្នាំអីផ្លែកថតទាំងអស់ យ៉ាហ្នឹងហើយហ្នឹងបើសិនជាយើងធ្វើឲ្យមកផ្លែតយើងឈប់មកផ្លែតយើងឈប់អាហ្នឹងវាអត់ទទួលបានការគ្រប់គ្រងខ្លាំងទេ បាទ ហ្នឹងវាត្រូវការ consistent ណាការតស៊ូរហូតទៅ ទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស Michael មហាជនស្គាល់អានច្រើនមែនតើតទៅជាមួយនឹងការធ្វើ content មាតិកាផងយើងនៅលើបណ្ដាញសង្គមប៉ុន្តែបងចង់ដឹងមែនតើដោយសារបងជា fan ម្នាក់ដែរចង់ដឹងថា fan ខ្ញុំដែរ Yes អរគុណបង Michael គឺនៅក្នុងបណ្ដាញសង្គម បាទ តិចបានទេឈ្មោះពិតឈ្មោះអីគេដែរ លោកមុន យើង awkward តិច ហ្នឹងហើយរៀងកាំងតិចព្រោះអីឈ្មោះរៀងចម្លែក អូខេ មិនតែប៉ិតមិនចម្លែកទេលោកមុនហ្នឹងខ្ញុំធ្លាប់និយាយប្រាប់ឈ្មោះប៉ិតគេទៅគេភ្ញាក់រហូតឈ្មោះប៉ែនចម្រុង ប៉ែនចម្រុង បាទតកោដូចគ្នាអីដូចគ្នាជាមួយបងប៉ែនចម្រុង ដូចបងប៉ែនចម្រុងដែរ បាទ អត់មានខុសគ្នាបន្តិចហ្មង អត់ទេមានបតក់មានអីដូចគ្នាហើយបងប្រុសដឹងប្អូនប្រុសដឹងទេបងប៉ែនចម្រុងពិធីករហ្នឹងក៏មានឈ្មោះប៉ែនចម្រើនដូចបងខ្ញុំដែរ អូអញ្ចឹងមានថាប៉ែនចម្រុងហើយប៉ែនចម្រើនជាមួយគ្នាទៀត បាទដោយសារម៉ាក់ខ្ញុំក៏ចង់ដាក់ថាឲ្យមានចម្រុងចម្រើនគ្រួសាររឿងអីអញ្ចឹងណាខ្វោតដូចខ្មែរយើងជំនាន់ពីមុនហ្នឹងក៏ឈ្មោះហ្នឹងតើនិយាយចាក់ស្ដែងហ្នឹងមិនមែនឈ្មោះខ្ញុំទេឈ្មោះរបស់សាកសពទេ អូមិន បាទព្រោះអីបងបង្កើតខ្ញុំដែលថាឈ្មោះប៉ែនចម្រើនហ្នឹងម៉ាក់ខ្ញុំគាត់តាំងពីជំនាន់8ជាងបងធំខ្ញុំហ្មងគាត់មានកូនភ្លោះ មានកូនភ្លោះអញ្ចឹងទៅចំណនអត់សូវមានអេកូអត់សូវមានម្ហូបអាហារឬមួយក៏ទឹកអីបរិភោគគ្រប់គ្រាន់ដូចរាល់ថ្ងៃទេអញ្ចឹងទៅគាត់អត់ដឹងទេថាខ្លួនឯងមានកូនភ្លោះអញ្ចឹងក៏គាត់កើតបានតែមួយអញ្ចឹងទៅមួយទៀតនៅក្នុងពោះអញ្ចឹងទៅក៏ឡើងស្វាយ ឡើងស្វាយហើយបានពេទ្យដឹងទុកគាត់ចោលចិត្តកន្លះម៉ោងបានគាត់ដឹងទៅបានគាត់បង្កើតចេញមកតែបង្កើតចេញមកបានប្រហែលជាតែ15នាទីអីគាត់ខូចហើយក្នុងម្លងពេល15នាទីហ្នឹងម៉ាក់ខ្ញុំក៏ដាក់ឈ្មោះហើយបាត់ហើយ អូ គាត់ដាក់ឈ្មោះប៉ែនចម្រុងប៉ែនចម្រើន
តែដល់ពេលឲ្យបងមួយដែលឈ្មោះចម្រងហ្នឹងគាត់ខូច បាទ ហើយក៏ធ្វើបនដាក់ចៃដីគាត់ឈ្មោះប៉ានចម្រងអញ្ចឹងទៅដល់តែខ្ញុំទៅឆេងមេខ្ញុំអីដុតឈូកដុតអីឲ្យឈ្មោះខ្លួនឯងអញ្ចឹងទៅ អូ បាទ សូម្បីតែឈ្មោះហ្នឹងក៏មានប្រវត្តិទៀតមានរឿងហៅទៀត រឿងរ៉ាវច្រើនណាស់បើទៅស្ដីបានមួយរឿង បាទ ណាមួយដូចប្រាប់ចឹងបងជំនាន់ហ្នឹងអត់សូវមានអីទៅនើបដូចជំនាន់ឥឡូវទេបើជំនាន់ឥឡូវដូចអ្នកមានផ្ទៃពោះអ្នកដែលគាត់សម្រាលកូនហើយក៏គាត់អាចមានទឹកឬមួយក៏អីបរិភោគគាត់ clean ណា បាទបាទ គ្រប់គ្រាន់ជំនាន់ហ្នឹងអត់ទេដូចស្មៃឥឡូវចឹងគេមានវាអាគ្ធីវនេះឆុងដោះគោកូនក្មេងឆុងអីក៏បានដែរ បាទបាទ ហ្នឹងហើយឲ្យទឹកបរិសុទ្ធចម្រុះមកល្អបើដូចជំនាន់មុនចេះតែផឹកអរត់អរាយពេញ ហ្នឹងហើយ អ្នក យើង ខ្លះ ត្រង់ គាត់ យើងអីយើង បាទ ទៅ អ្នក ទឹក ខ្លះ ភ្លៀង ប៉ះពាល់ដល់កលៀនប៉ះពាល់ដល់អីដល់ពេលដែលយើងបរិភោគឬមួយក៏ជាពិសេសទឹកអត់ស្អាត វាមានអាជាតិកំណក បាទ តែយើងត្រង់អត់បានល្អ បាទ អញ្ចឹងទៅវាមានកំណកអីចឹងវាធ្វើឲ្យប៉ះពាល់សុខភាពប៉ុនយើងទៀត បងនេះមកតម្លៃឲ្យហ្មងនេះ មកឲ្យហ្មងឆុងដោះគោកូនក្មេងក៏បានដែរគេហៅគេទឹកបរិសុទ្ធប្រណិតទេ បាទបាទបាទទឹកបរិសុទ្ធប្រណិត ជាថាបងអើយ អញ្ចឹងបើសិនជាតាមពិតទៅជាក់ស្ដែងសូម្បីតែបងដូចនិយាយអញ្ចឹងបងអត់ដែរដឹងថា Michael ឈ្មោះអញ្ចឹងឯងហើយធ្លាប់មានកំណត់ដែរថាចេះបើសិនជាថ្ងៃណាមួយបានជួបគ្នានឹងសាកសួរតែម្ដង ដូច ឥឡូវបានសួរ ដូចខ្ញុំប្រាប់បងឯងអញ្ចឹងសូម្បីតែ storyline behind អាឈ្មោះរបស់ខ្ញុំហ្នឹងហើយអារឿងពីក្រោយហ្នឹងក៏ខ្ញុំដែរធ្វើវីដេអូនិយាយដែរ អូ ហើយអត់ដែរមានអ្នកសួរទៀតនិយាយទៅអត់ដែរឡើង podcast ហ្មងតម្លើងលើកទី1 ចុះដល់ពេលដែលយើង និយាយអស់ ទៅពេលដែលយើងទៅធ្វើអីមួយឬមួយក៏យើងទៅធ្វើអីដែលជាលក្ខណៈឯកសារអីចឹងណា គេឆ្ងល់គ្រប់គ្នា គេឆ្ងល់ បាទបើក្រុមការងារឬមួយក៏បងដែលគាត់ធ្វើឯកសារកុងត្រាអីអាហ្នឹងគាត់យកតាញៀនបានទៅហើយ បាទ អ្នកទិញសម្បត្តិយន្តហោះអីឲ្យខ្ញុំគាត់យកទៅចឹងគាត់ដឹងហើយតែបើនិយាយមនុស្សមហាជនហ្មងបើរាប់ជារួមហ្មងអត់មានអ្នកដឹងទេ អូខេ ភាគរយតិចតែដឹងឈ្មោះប៉ិតរបស់ខ្ញុំហ៎ បាទ បាទ តាក់ទងជាមួយនឹង Michael បងចាប់អារម្មណ៍មួយរឿងដោយសារបងជា fan Michael ដូចគ្នាហើយក៏ជា fan team ផាន់ណៃដូចគ្នាដែរដែលណៃបានលើកឡើងតាក់ទងជាមួយនឹងក្រុមជាមួយនឹង PPD អញ្ចឹងណា បាទ ចង់ដឹងតិចបានទេប្រហែលជាមាន fan ច្រើនមែនតើគាត់ចង់ដឹងដូចគ្នាមករយៈចុងក្រោយនេះគឺស្ងាត់ដល់ជាមួយនឹងខាងក្រុមពួកគាត់មែនតើមានបញ្ហាអីឬមួយក៏មានជារឿងរ៉ាវអី behind អាហ្នឹងឬមួយក៏យ៉ាងម៉េចដែរបានធ្វើឲ្យយើងឈប់ផ្អាកមករយៈពេលនេះយ៉ា បើនិយាយពីបញ្ហាក៏មានអត់បញ្ហាក៏អត់វារបៀបថាវាអត់ធំដុំណាដូចថាមើលបដើមពីណាទៅណា របៀបថាពីដើមមកហ្នឹងពួកយើងថតមួយគ្នារហូតដោយសារតែគាត់កាន់ខាងរឿងកាន់ខាង clip ឬមួយក៏កាន់ខាងវីដេអូអីចឹងទៅ ត្រូវ ហើយពួកខ្ញុំធ្វើការនឹងមួយគ្នាប៉ុន្តែដល់ពេលគាត់ចាប់ខាងបុកលហុងជាមួយទឹកវិញខ្ញុំទៅចាប់ខាងរឿងឬមួយក៏វីដេអូដែលសារតែខ្ញុំឆ្លាញ់ខាង influencer ជាងដូចខ្ញុំនិយាយប្រាប់ថ្ងៃអញ្ចឹងបើសិនជាខ្ញុំទៅលក់កាហ្វេឬមួយក៏អីខ្ញុំអត់ចេះនៅហើយណាមួយខុស vibe របស់ខ្ញុំអញ្ចឹងទៅក៏ខ្ញុំសួរគាត់ថាពេលណាមកចង់ធ្វើរឿងទៀតអត់អីអត់អញ្ចឹងបើថាធ្វើចាំប្រាប់ខ្ញុំវិញមកតែគាត់ថាគាត់សុំចាប់ខាងមហូបឬមួយក៏ខាងហាងគាត់អីសិន យល់ ហើយបើរឿងបងអើយផ្ទះណាក៏ដូចផ្ទះណាដែរមិនថាសាច់ឯងមិនថាសាច់គេក៏ដោយដូចថ្ងៃនេះខ្ញុំប្រាប់ថ្ងៃអញ្ចឹងគ្រួសារទី2ដែលខ្ញុំធ្លាប់គិតថានៅផ្ទះជាមួយគ្នានឹងដូចគ្រួសារហើយបងទោះបីជាយើងមិនមែនកើតមកពីផ្ទៃតែមួយក៏ដោយប៉ុន្តែបងប្អូនបង្កើតនៅឆ្លោះគ្នា មកតែយើងនៅក្នុងផ្ទះជាមួយគ្នារាល់ថ្ងៃមួយថ្ងៃវល់ល្ងាចអញ្ចឹងណាតែមានអីប៉ះតកិច្ចគ្នាចាននងរាវថ្ងៃចាននងរាវហើយបើនិយាយមួយខ្ញុំមួយម៉ាសេសមួយបងឌីអត់មានអីទេតែគាត់ថាចានផ្សេង អូខេ ចានផ្សេងនៅក្នុងរាវមួយគ្នា បាទ ហើយខ្ញុំក៏សម្រេចចិត្តថាបើសិនជាកន្លែងណាដែលខ្ញុំគិតថាធ្វើឲ្យសុខភាពផ្លូវចិត្តmental health យើងល្អប្រសើរហើយអាចកុំឲ្យប៉ះពាល់ដល់ការងារខ្ញុំរបស់ស៊ីខ្ញុំឬមួយក៏ព្រោះថ្ងៃយើងរស់ដោយសារលុយបងនិយាយអស់ហ្មងអញ្ចឹងទៅបើសិនជាវីដេអូខ្ញុំធ្វើអត់ល្អក៏ដោយសារតែអារម្មណ៍ខ្ញុំដូចគ្នាព្រោះអីវីដេអូខ្ញុំដូចខ្ញុំនិយាយពីដើមវីដេអូហ្នឹងអញ្ចឹងខ្ញុំមិនមែនអ្នកដែលបង្កើត content របៀបជាជីវិតឬមួយក៏តារាមកអីខ្ញុំចូលចិត្តធ្វើវីដេអូសប្បាយហើយក៏ប្លែក បាទ real តែម្ដង បាទ real ហើយជីវិតខ្ញុំពិតដូចក្នុង TikTok ចឹងខ្ញុំអត់សូវនេះខ្ញុំបង្កើតជីវិតថតពិតសូម្បីតែរឿងថតខ្លីៗក៏ពាក់ព័ន្ធមួយរឿងដែលពាក់ព័ន្ធជាមួយដូចរឿងកំ pl ាយនឹងអីចឹងដែរអញ្ចឹងទៅក៏ខ្ញុំគិតថាអញ្ចឹងអីដែលសំខាន់សម្រាប់ខ្ញុំខ្លួនឯងហ្មងគឺសុខភាពផ្លូវចិត្តបើសិនជាសុខភាពផ្លូវចិត្តខ្ញុំអត់សុបាយចិត្តទេការងារខ្ញុំក៏ធ្លាក់តាមនឹងដែរ បាទ អញ្ចឹងតែខ្ញុំទៅរកកន្លែងណាដែលអាចធ្វើឲ្យសុខភាពខ្ញុំផ្លូវចិត្តខ្ញុំល្អអញ្ចឹងណាតែបើតំណនៅតាក់ទងគ្នាធម្មតាអត់អីទេ អូខេអញ្ចឹងបានជាមួយរយៈនេះឃើញមានអារម្មណ៍ថាស្ងាត់
បាទ ស្ងាត់អត់មានការងារអីជាមួយគ្នាអញ្ចឹងទៅ ដោយសារគាត់អត់ទៅចាប់សិល្បៈ ហើយខ្ញុំនៅស្រឡាញ់សិល្បៈដូចដើម អូខេ ខ្ញុំនៅស្រឡាញ់ខ្ញុំនៅថតអីមកដល់ថ្ងៃហ្នឹងតែអង្គុយលើសាឡុងហ្នឹងដែរ គាត់ចាប់ខាងមហូបច្រើន បាទបាទ ហាងអីច្រើន អញ្ចឹងយើងមានអ្វីដែលខុសគ្នា បាទ មានការសម្រេចចិត្តខុសគ្នាការនេះអីខុសគ្នាអញ្ចឹងទៅ បាទ នៅពេលដែលមានបញ្ហាកើតឡើងច្រើនអ្វីដែលបងចាប់ពី Michael បានលើកឡើងមកហ្នឹងគឺណៃនៅស្រុកខ្មែរម្នាក់ឯង បាទ បាទនៅពេលដែលទទួលបាននៅសម្ពាធផ្លូវចិត្តឬមួយក៏បញ្ហានៅក្នុងជីវិតនៅពេលដែលយើងនៅម្នាក់ឯងអញ្ចឹងតើមានបញ្ហាអីគេខ្លះហើយយើងធ្វើមិនដើម្បីដោះស្រាយឬមួយក៏ដើម្បីទាញអាផ្លូវចិត្តយើងត្រឡប់មកវិញអញ្ចឹងណាហើយនៅពេលដែលគ្រួសារនៅឆ្ងាយអញ្ចឹងតើយ៉ាងម៉េចអីយ៉ាងម៉ាដែរ បើគិតទៅអត់មានអីឈ្នះខ្លួនឯងហងបើមានផ្នែកមានភាគរយពីមិត្តភ័ក្តិជាមួយបងប្អូនដែលគាត់ជួយលើកទឹកចិត្តបើបងប្អូនខ្ញុំនៅអាមេរិកមែនតែគាត់លើកទឹកចិត្តតាមឆាតអីចឹងណាប៉ុន្តែអត់មានអីឈ្នះខ្លួនឯងទេព្រោះអីខ្ញុំធ្លាប់បើនិយាយអស់ហ្មងណាធ្លាប់ចាំសម្រាប់ខ្លួនធ្លាប់អាដៃធ្លាប់អីចឹងទៅប៉ុន្តែខ្ញុំគិតថាចេះមិនបានខ្ញុំត្រូវធ្វើបាបខ្លួនឯងហើយមិនបានខ្ញុំត្រូវឲ្យអាបញ្ហាអស់ហ្នឹងទាញខ្ញុំបានហើយខ្ញុំឆ្លោះគ្នានៅដូចខ្ញុំគិតដូចនៅក្នុងរឿងអញ្ចឹងណានៅក្នុងខ្លួនយើងក្រោយក្នុងមានអាសមានអាខ្មៅ យ៉ាយ៉ា ហើយខ្ញុំអត់អាខ្មៅនឹងចូលទេខ្ញុំឆ្លោះមកអាខ្មៅនឹងរហូតតតែអសនឹងផ្លុំតែជាតិខ្ញុំបានហើយខ្ញុំលែងនៅក្នុងកន្លែងបន្ទប់លងនៅក្នុងបន្ទប់ខ្លួនឯងឯងមើលតែខ្ញុំមានបញ្ហាប៉បអត់ថតអត់ផុសអត់យំអត់ដ្រាម៉ាអីទាំងអស់ខ្ញុំរត់ចេញពីបន្ទប់នឹងទៅរកគេហ្មង អូខេ សុកចិត្ត fake smile ជាមួយគេប៉ុន្តែភ្លេចទៅដល់គេប្រឡប់យើងភ្លេចតែបើខ្ញុំឲ្យវាទាញខ្ញុំបានណាគឺខ្ញុំកិច្ចពីមនុស្សហើយខ្ញុំនឹងអង្គុយនៅក្នុងបន្ទប់ហើយខ្ញុំសែតខ្ញុំយំខ្ញុំបាក់ចិត្តអីអញ្ចឹងទៅយល់ថាអ្នកខ្លះគេធ្វើហ្នឹងអាចធ្វើឲ្យយើងធូរប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងno ខ្ញុំរត់ចេញហ្មងខ្ញុំរត់ចេញទៅដើរលេងមួយមិត្តភក្តិខ្ញុំអញ្ចឹងទៅឬមួយក៏ទៅខេត្តអីលេងអញ្ចឹងប៉ុន្តែអត់នៅម្នាក់ឯង បាទ អញ្ចឹងទៅធូរវិញ អូខេ អាហ្នឹងគិប ចុះម៉ាក់ប៉ា បាក់បាក់ខូចអស់ហើយបង ខូចអស់ហើយ បាទ អូខេ នៅម្នាក់ឯង អញ្ចឹងមានន័យថានៅក្នុងពេលកំឡុងពេលដែលម៉ាក់ប៉ាខូចហ្នឹងតើយើងមិនដែរការងារអីយើងត្រូវឈប់មួយរយៈសិនឬមួយក៏មិនដែរ ឈប់តើមិនមួយខែថាមួយខែព្រោះអីភាគច្រើនការងារដូច influencer អញ្ចឹងវាខុសពីការងារអ្នកនៅ office អ្នកនៅអីចឹងណាអញ្ចឹងទៅពេលណាយើងធ្វើយើងអាចធ្វើបានធ្វើតាមអារម្មណ៍របស់យើងអញ្ចឹងណាតែបើយើងនៅ office យើងត្រូវទៅ office រាល់ថ្ងៃអញ្ចឹងទៅខ្ញុំអាចថាខ្ញុំឈប់លបាក់ប្រហែលមួយខែតែឈប់ខ្ញុំគិតសិនពេលប៉ាខ្ញុំខូច2012 2012ខ្ញុំទៅរៀនទី9នេះអញ្ចឹងថាអត់សូវប៉ះពាល់មួយការងារទេច្រើនទៅរៀនឲ្យមកវិញទៅរៀនឲ្យមកវិញតែពេលម៉ាក់ខ្ញុំខូចអានឹងធំដោយសារតែដូចខ្ញុំនិយាយប្រាប់មួយថ្ងៃអញ្ចឹងខ្ញុំធ្លាប់ស្ពះសុំទោសគាត់ហើយសុំគាត់មកនៅខ្មែរដោយសារខ្ញុំអត់ចេះនៅនោះហើយម៉ាក់ខ្ញុំគាត់ខាត់រហូតថានៅនោះអនាគតល្អរលុយបានច្រើនអីអញ្ចឹងណាប៉ុន្តែខ្ញុំអត់ស្រឡាញ់ អូខេ អញ្ចឹងទៅក៏ខ្ញុំគិតថាខ្ញុំមិននៅខ្មែរដល់ពេល3ខែដែលខ្ញុំប្រាប់ថាខ្ញុំនៅមួយគាត់ហ្នឹងហើយខ្ញុំមិននៅខ្មែរទៅបានមិននៅខ្មែរដូចជាបានមួយឆ្នាំហងបងខ្ញុំទេមកយំឲ្យប្រាប់ថាម៉ាក់ចាប់ផ្ដើមកើតជំងឺមហារីកទៅក៏យើងជិះទៅវិញវាជួបភ្លៀងច្រើនណាបងអើយជិះទៅជិះមកដូចទៅកពតអញ្ចឹងណាជិះទៅជិះមកហើយជូនគាត់ទៅចាក់គីមីចាក់អីហ្នឹងហើយចាក់គីមីចាក់អីទៅមកដូចជាបាន2ឆ្នាំបានគាត់ខូច អូខេ បានគាត់ខូចទៅចិត្តខ្ញុំគិតថាបើសិនជាខ្ញុំនៅនោះយើងបាននៅជុំគ្រួសារហើយបាននៅតាមបំណងរបស់ម៉ាក់ប៉ុន្តែយើងខ្លួនឯងធ្វើយកផ្លូវខ្លួនឯងដោយសារតែយើងស្រឡាញ់នេះជាងហើយខ្ញុំក៏សន្យាមួយគាត់ហើយខ្ញុំក៏ប្រាប់គាត់ដែរថាខ្ញុំមិននៅនឹងរហូតទេអនាគតខ្ញុំនៅទៅនោះវិញហើយទៅផ្លូវដែលគាត់ធ្លាប់ប្រៀបឲ្យខ្ញុំដើរដដែលហើយប៉ុន្តែអត់ដល់ទៅឥឡូវខ្ញុំនៅតែពេលណាខ្ញុំអស់ចិត្តនៅនេះផ្លូវគាត់ឲ្យប្រៀបឲ្យខ្ញុំដើរខ្ញុំនៅតែដើរពេលដែលខ្ញុំចាស់ទៅខ្ញុំអត់បាត់ផ្លូវខ្លួនឯងនិយាយប្រាប់គាត់ចឹងតែខ្ញុំក៏ស្ដាយក្រោយនៅពេលដែល
គាត់ធ្លាប់ដូចខ្ញុំប្រាប់មួយថ្ងៃអញ្ចឹងគាត់ធ្លាប់ឃើញខ្ញុំធ្វើតួ background តួរាយរងតួអីប៉ុន្តែនៅពេលដែលខ្ញុំបានឡើងគាត់ហៅរបៀបដូចមួយថ្ងៃថាខ្ញុំបាននៅដល់រងថ្ងៃហ្នឹងប៉ុន្តែគេតែទៅប្រាប់ខ្ញុំថាកុំឲ្យរស់នៅមួយអតីតកាលកុំឲ្យគិតដល់គាត់ចឹងប៉ុន្តែម៉ាក់យើងហ្មង ម៉ាក់យើងបង្កើតទៅក៏ខ្ញុំគិតថាគាត់សង្ឃឹមថាគាត់ឃើញអីដែលខ្ញុំទទួលបានរាល់ថ្ងៃ អ្វីដែលស្ដាយបំផុតគឺនៅពេលដែលយើងអត់ទាន់មានអីគឺគាត់នៅមានវត្ត គាត់ មាន នៅហើយគាត់ថាឲ្យរហូតគាត់ថាមានឡានមានផ្ទះដល់អាមេរិក បាទ មានហាងមានលុយចាយរាប់ពាន់មិនក៏មិនទៅហើយយើងមកនេះបានប៉ុន្មានអីចឹងណាហើយធ្វើតួក្រោយខ្នងគេតួរាយរងអញ្ចឹងទៅអីប៉ុន្តែជីវិតមានតែចាប់ផ្ដើមទៅតួឯងបងទៅដល់ពេលមកបានតួឯងក៏ទៅបាត់ នៅពេលដែលយើងទទួលបានជោគជ័យឥឡូវនេះយើងទទួលបានជោគជ័យហើយឧទាហរណ៍ថាបើសិនជាក្នុងករណីថាយើងអាចត្រឡប់ថយក្រោយវិញបានណាតើយើងនឹងសម្រេចបំណងប្រាថ្នាគាត់ឬមួយក៏យើងនៅតែដើរទៅលើផ្លូវដដែលហ្នឹងឬមួយក៏មិនបើសិនជាគាត់នៅមានជីវិតនៅឡើយ គាត់មិនខាត់ខ្ញុំហ្មងទេតែគ្រាន់ថាចិត្តគាត់វែកផ្លូវរៀបផ្លូវឲ្យកូនដើរហ្នឹងគឺឲ្យកូនដើរផ្លូវនោះប៉ុន្តែខ្ញុំខ្លួនឯងខ្ញុំដើរអត់កើតខ្ញុំប្រាប់គាត់តាមហ្នឹងថាខ្ញុំដើរអត់កើតទៅបើសិនជាបកក្រោយក៏ខ្ញុំនៅតែរើផ្លូវដែលជាផ្លូវខ្ញុំរើអញ្ចឹងព្រោះអីបើសិនជាខ្ញុំនៅនោះវាអត់នេះអារម្មណ៍យើងដែរនឹងវាអត់ត្រូវ vibe ជីវិតដែលយើងចង់រស់នៅអញ្ចឹងណាតែខ្ញុំចង់រស់នៅ vibe ហ្នឹងនៅក្នុងវ័យ30 40អីចឹងទៅ បាទអញ្ចឹងមកថាមនុស្សយើងពេលខ្លះនៅពេលដែលយើងអត់ទាន់បាត់បង់អីមួយយើងចាប់ផ្ដើម អត់ទាន់ ដឹងទេ អត់ទាន់ដឹង ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបាត់បង់ហើយលែងជាកម្មសិទ្ធិផងយើងហើយបានយើងចាប់ផ្ដើមថាបើសិនជាខ្ញុំអាចត្រឡប់ទៅក្រោយឬមួយក៏ខ្ញុំអាចបង្វិលពេលវេលាប៉ុន្តែបើសិនជាពេលវេលាហ្នឹងវានៅមានយើងនៅតែអត់ធ្វើវាដដែល បាទខ្ញុំគិតអញ្ចឹងដោយសារតែបើនិយាយទៅដូចខ្ញុំដូចថា attention ក៏បានដែររបៀបថាយើងត្រឡប់តែនៅជីវិតដែលយើងស្រឡាញ់ដែលយើងចង់នៅអញ្ចឹងណាដល់ពេលទៅនឹងទៅយើងរបៀបចង់ផ្លឹករបៀបចង់មិន depression ហ្មងឯងមិនតែវាប៊ី បាទ អញ្ចឹងទៅក៏ខ្ញុំគិតថាខ្ញុំរកផ្លូវណាមួយដែលអាចស្រោចស្រង់ខ្ញុំឡើងមកវិញបានព្រោះអីតែយើងនៅជីវិតដែលយើងអត់សូវចូលចិត្តវាពិបាកបាទរស់នៅ មិនមែនជាខ្លួនយើង បាទប៉ុន្តែដូចខ្ញុំបើកវងកញ្ចក់ប្រាប់អញ្ចឹងថាផ្លូវដែលគាត់រៀបឲ្យហ្នឹងខ្ញុំអត់បោះបង់ទេហើយខ្ញុំក៏មិនអត់ appreciate ផ្លូវដែលគាត់រៀបឲ្យហ្នឹងបានប៉ុន្តែគាត់ថាមិនឥឡូវខ្ញុំទៅពេលចាស់ទៅខ្ញុំទៅដែរហ្នឹង អូខេ បាទខ្ញុំអត់ឲ្យដាច់វីសាទេខ្ញុំទៅវិញទៅនៅនោះវិញ បាទម៉ៃកូននិយាយច្រើនតាក់ទងជាមួយនឹងម៉ាក់ចុះតាក់ទងជាមួយនឹងជីវិតជាមួយនឹងប៉ាការផ្សារភ្ជាប់គ្នាជាមួយនឹងប៉ាយ៉ាងម៉េចដែរហើយចុងក្រោយនៅពេលដែលគាត់ទៅតើយើងមិនដែរ ពេលប៉ាខូចខ្ញុំនៅទូចល្មមថ្នាក់ទី9 ទី 9 បាទថ្នាក់ទី9ហើយអត់ទាន់ដឹងខ្យល់អីទេបើអត់ដឹងក្មេងឥឡូវថ្នាក់ទី9រៀងនិយាយដឹងគ្នា បាទ បើខ្ញុំនិយាយអត់សូវដឹងទេហើយគាត់មានបញ្ហាបេះដូងហើយបើនិយាយពីតំណែងខ្ញុំមួយគាត់ភាកច្រើនអត់របៀបថាខ្ញុំចាំអត់សូវច្រើនណាដឹងតែគាត់ឆ្លាញ់ខ្ញុំខ្លាំង អូខេ ហើយគាត់ធ្លាប់បកាយគ្នាមួយម៉ាក់ហើយកាន់ជើងខ្ញុំហើយរឿងពីទូចមកខ្មែរយើងតែម៉ាក់វាយទេតែប៉ាដែរវាយខ្ញុំទេ បាទ ដែរវាយយ៉ាងច្រើនឲ្យឈរឥតក្រូនឹង1ម៉ោងអញ្ចឹងណាតែកូនបើគាត់ឆ្លាញ់ណាស់សូម្បីតែទៅអាមេរិកបងខ្ញុំក៏ទៅអស់ហើយក៏ទុកតែខ្ញុំមួយនៅម្នាក់ឯងទេទៅនៅមួយគាត់ ទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស បាទរហូតដល់ពេលមួយដែលគាត់ទៅស្រុកនៅអ្នកលឿង1ម៉ោងឯងបងពីពេញមកបាទហើយខ្ញុំទេប្រគាត់ថាប៉ាមកវិញតិចអីឲ្យខ្ញុំញ៉ាំផងតែរបស់នឹងខ្ញុំអត់បានញ៉ាំទេខ្ញុំទៅញ៉ាំនៅពេទ្យដោយសារតែពេលមកវិញនឹងគាត់មានបញ្ហាបេះដូងទៅ
គេតាក់ទងឲ្យឡានពេទ្យបញ្ជូនគាត់ពីឡានគាត់នៅក្នុងឡានហ្នឹងតទៅឡានពេទ្យអញ្ចឹងណាមិនតែខ្ញុំក៏សុំផ្ញើសារនេះទៅកាន់បងប្អូនយើងទាំងអស់គ្នាហ្មងថាពេលលើកក្រោយឃើញឡានពេទ្យយើងអាចឮសលេងសារ៉ែណាយើងបើសិនជាអាចជិះដូចច្បាប់ចរាចរណ៍អញ្ចឹងពេលឃើញឡានពេទ្យយើងអាចអែបឬមួយក៏ជិះអញ្ចឹងណាព្រោះអីដោយសារបញ្ហាស្ទះផ្លូវហ្នឹងឯងបានធ្វើឲ្យប៉ាខ្ញុំគាត់ខូចនៅលើឡានឡានតាមផ្លូវទៅពេទ្យហ្នឹងហ្មង អញ្ចឹងប៉ា អញ្ចឹងចាប់ពីពេលហ្នឹងមកខ្ញុំខ្លាចឡានពេទ្យមែនតើហ្មងសម្បីតើពេលខ្ញុំជិះតាមផ្លូវអញ្ចឹងខ្ញុំលឺឡានពេទ្យណាខ្ញុំភាំងខ្ញុំអត់ដឹងទៅម៉េចទេខ្ញុំចង់អែបឡានឬមួយក៏ខ្ញុំចង់ធ្វើមិនដើម្បីឲ្យឡានពេទ្យនឹងបានទៅផុតហ្មងដោយសារតើយើងធ្លាប់មានអាហ្នឹង ធ្លាប់មានបទពិសោធន៍ បាទនៅរបៀបថាបទពិសោធន៍នឹងវាចាំមួយជីវិតហ្មង បាទ ចឹងមិនថាមានតែផ្ដាំប្រាប់ថាបងគាត់ឃើញឡានពេទ្យជួយជៀសផងប៉ុណ្ណឹង ព្រោះដោយសារមានអ្នកជំងឺនៅក្នុងនឹងប្រហែលជាខ្លះអាចនឹងតិចតួចឬក៏អ្នកខ្លះអាចនឹងធ្ងន់ធ្ងរសង្គ្រោះបន្ទាន់អីចឹង យើងអញ្ចឹងគាត់ធ្ងន់ដល់ថ្នាក់គាំងនៅលើឡានហ្នឹងដោយសារស្ទះផ្លូវ អញ្ចឹងប៉ាគាត់ផុតដង្ហើមនៅក្នុងឡាននឹងតែម្ដង បាទ អូខេឥឡូវប្រហែលជាអត់ចង់សាររឿងតាក់ទងជាមួយនឹងការឈឺចាប់នឹងច្រើនព្រោះដោយសារអីគេ Michael បានជួបឧបសគ្គច្រើនមែនទែនមិនថាជីវិតទៅលើបញ្ហាសិល្បៈការរស់នៅប្រចាំថ្ងៃហើយនឹងអ្វីដែលសំខាន់ហ្នឹងគឺគ្រួសារហ្នឹងហើយព្រោះគ្រួសារហ្នឹងគឺជាកត្តាដែលធំមែនទែននៅក្នុងការដែលធ្វើឲ្យយើងហ្នឹងពេលខ្លះឆ្លោះគ្នាមួយអ្នកផ្សេងអត់សូវបាក់ទឹកចិត្តទេប៉ុន្តែនៅពេលដែលមានបញ្ហានៅក្នុងគ្រួសារហ្នឹងអាចបាក់ទឹកចិត្តខ្លាំងមែនទែន ខ្លាំង អាហ្នឹងគឺទទួលស្គាល់មែនទែន បើដូចថាប្រព័ន្ធសសររបស់ខ្ញុំបង្ហាញតែរឿងសុបាយហើយរឿងនេះខ្ញុំមិនសូវបង្ហាញរឿងជីវិតខ្ញុំទេហើយបងឯងជឿថា podcast ហ្នឹង podcast ទី1ដែលខ្ញុំបានចូលហ្មង អូ ខ្ញុំអត់ដែរចូលទេខ្ញុំចូល podcast ពាក្យច្រើនជារឿងខ្មោចជារឿងអីចឹងណា អត់ដែរចែករំលែកតាក់ទងជាមួយនឹងជីវិត អ ផ្ទាល់ ត់ដែរ ទេ សោះហ្មងធ្លាប់ចូលកម្មវិធីមួយប៉ុន្តែគាត់អត់សូវសួរច្រើនអញ្ចឹងទេ បាទ ហើយខ្ញុំអង្គុយមើល podcast របស់គេហើយខ្ញុំគិតថាចេះបើថ្ងៃណាមួយមានគេហៅខ្ញុំឡើងទៅខ្ញុំនិយាយអីខ្លះទៅខ្ញុំអត់ដឹងថាផ្ដើមពីណាទៅណាមុនទេព្រោះជីវិតវាអញ្ញាយពេកទេ អូខេ ហើយខ្ញុំអត់ដែរបានបង្ហាញជីវិតទាំងអស់ហ្នឹងទៅក្នុងសសរទៀត បាទ ខ្ញុំបង្ហាញតែជីវិតដែលខ្ញុំសប្បាយទូទៅធម្មតាដល់ពេលអញ្ចឹងទៅខ្ញុំជឿថាអ្នកនរអស់គ្នាដឹងរឿងខ្ញុំច្រើននៅក្នុង podcast នេះហ្មងដោយសារតែខ្ញុំអត់ដែរនិយាយ អូខេ បាទ ចាំមានន័យថាខ្ញុំមានកិត្តិយសមែនតើណា មែនណាស់ថាមានកិត្តិយសក៏បានដែរហ្នឹងហើយថាមានកិត្តិយសក៏បានដែរព្រោះគាត់កោះមកអើយ បាទ និយាយអត់លាក់ទេ អូខេឥឡូវនេះសល់ប្រហែលជាមកសំណួរទៀតតាក់ទងជាមួយនឹងរឿងដែលពិសេសមែនតើ បាទ តាក់ទងជាមួយនឹងជីវិតផ្ទាល់ខ្លួនតែម្ដងណាលើកមុនដូចឃើញជាមានជាតំណែងស្នេហាអីចឹងឥឡូវយ៉ាងម៉េចដែរនៅ single ឬមួយក៏មានតំណែងស្នេហាអីឬមួយក៏យ៉ាងម៉េច ដៃគូមកចាយព្រោះពេលខ្លះនៅពេលដែលយើងបានទឹកចិត្តណាពេលខ្លះយើងអាចទៅរកគ្រួសារយើងបានទេ ជឿហើយពេក បាទហើយមិត្តភក្តិយើងក៏មិនប្រកាសថាសិតតែអាចនិយាយបានដែរប៉ុន្តែមានតែមនុស្សម្នាក់ដែលយើងហៅថាជាមនុស្សដែលចិត្តស្និទ្ធបំផុតជាគេហៅ soul mate ណាហ្នឹងហើយ នឹង មាន អាច តែ ជា គាត់ ភាពវិជ្ជមានមកយើង បាទ ធ្វើ បាទយើងអាចជះរឿងច្រើនមែនទែនទៅលើពួកគាត់បាទសង្សារនឹងតែម្ដងឥឡូវយើងយ៉ាងម៉េចដែរតំណែង បើនិយាយពីតំណែងស្នេហាខ្ញុំតាំងពីដើមឡើយវាប្រផាត់ប្រផាយហើយអ្នកខ្លះគេថាខ្ញុំនឹងសាវ៉ា តែមិនចឹង តាប៉ិតអាចិត្តយើងមិនមែនសាវ៉ាទេបងថាអានឹងគេអាចរាប់ចូលសាវ៉ាអត់ទេនៅពេលដែលយើងឧទាហរណ៍ដូចមហូបនៅលើតុអញ្ចឹងណាយើងភ្លក់អញ្ចឹងទៅអត់ត្រូវចិត្តយើងទៅរកមហូបមួយទៀតអញ្ចឹងណា អូខេ ដូចហាងយើងញ៉ាំអញ្ចឹងហាងនោះអត់ត្រូវចិត្តយើងទៅហាងមួយទៀតអញ្ចឹងណាបើយើងអត់ត្រូវចិត្តយើងនៅនឹងធ្វើអីលឿនអញ្ចឹងទៅខ្ញុំដូររឿងច្រើនហើយបញ្ហាជួបក៏ច្រើនរហូតដល់តែពេលខ្លះខ្ញុំបានជួបអ្នកដែលគាត់ត្រូវប៉ុន្តែអត់ត្រូវខ្លាំង អត់ត្រូវខ្លាំង អ្នកខ្លះទៅត្រូវជាមួយយើងតែអត់ត្រូវមួយគ្រួសារយើងអត់ត្រូវមួយ អូខេ មិត្តភក្តិយើងអីចឹងទៅអាដែលដប់ច្រើនណាស់មកជួបភ្លៀងហើយមកដល់រងថ្ងៃក៏ខ្ញុំបានជួបនឹងនឹងមិននឹងគេហៅស្នេហាអត់ទេមនុស្សជុំវិញខ្លួនខ្ញុំហើយអ្នកដែលស្និទ្ធជាងគេហ្មងវ៉ាន់ថៃស្និទ្ធមួយខ្ញុំខ្លាំងហ្មងរបៀបរបៀបថាយើងមើលថែគ្នាថែអាសាគ្នាតែបើនិយាយរឿងស្នេហាដូចមិនដឹងគេព្រោះគេរាប់ពីស្នេហាអត់ទេគាត់ថាអញថាកាយវិការមើលថែគ្នាឬមួយក៏អារម្មណ៍អីវាអាចលើពីមិត្តភក្តិតិចតួចអីអញ្ចឹងណាតែបើនិយាយស្នេហាអត់មានហង អត់មានទេ បាទ អូខេតែឧទាហរណ៍ថាបើសិនជាយើងមានស្នេហាយើងអាចនឹងបើកចំហអត់ អូខ្ញុំលាក់ទៅអី អញ្ចឹង ព្រោះខ្ញុំមានខ្ញុំអួតគេឲ្យពេញសតអួតដល់ពិភពលោក
ព្រោះអ្នក ថា ខ្លះគាត់ មានអ្នកយកហើយ នៅពេលដែលយើងជាគេហៅថាជាមនុស្សមហាជនហ្នឹងណា បាទ ពេលខ្លះទៅយើងគិតថាវាពិបាកមែនទែននៅក្នុងការដែលពេលដែលយើងមានស្នេហាយើងបង្ហាញឲ្យពិភពលោកបានឃើញណាព្រោះវាអាចនឹងមានពាក្យច្រើនមែនទែនដែលនិយាយចេះទៅអញ្ចឹងវាអាចប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវចិត្តហើយទៅដល់ការងារផងយើងដែរចុះ Michael គិតមិន បើខ្ញុំគិតថាជំនាន់មុនអាចនឹងអញ្ចឹងតែបើជំនាន់ឥឡូវអត់សូវអីទេដូច influencer ច្រើនណាគាត់ការប្តីការប្រពន្ធឬមួយក៏មានស្នេហាគេបើកចំហច្រើនណាតែបើថាបើខ្ញុំមានហ្មងខ្ញុំអត់លាក់ទេ អត់លាក់អី បាទខ្ញុំបើកឲ្យខ្ទេចហ្មងតែបើថាអត់តន់ច្បាស់លាស់ក៏យើងអត់ហ៊ានបើកចំហខ្លាំងអញ្ចឹងណាហើយជំនាន់ឥឡូវគេមិនសូវម៉ាញរឿងស្នេហាហ្មងទេ អូខេពាក្យពេចន៍ចុងក្រោយអ្វីដែល Michael អត់ដែលធ្លាប់និយាយណាហើយចង់និយាយទៅកាន់មហាជនបាទអាចនឹងថាជាសារអីឬមួយក៏មិនថាជាការលើកទឹកចិត្តមិនថាជាតកតងជាមួយនឹងរឿងស្នេហាឬមួយក៏គ្រួសារឬមួយក៏ការបាក់ទឹកចិត្តអីអាចជាខ្លីៗយ៉ា និយាយអីសារសត quote ខ្លីៗហ្នឹងណា បាទអីក៏បានដែរ ដឹងមិនទេនេះដូចថាសារហ្នឹងដឹងខ្លីដឹងវែងខ្ញុំថានិយាយសិនទេបង បាទអញ្ចឹង លើវាថាដូចគាត់ធ្លាប់ស្ដាប់ជីវិតខ្ញុំមុនហ្នឹងឯងថាវាមានបញ្ហាអីខ្លះចឹងណាចឹងទៅខ្ញុំក៏ចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាថាពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាអីកុំឲ្យបញ្ហាហ្នឹងទាញយើងទៅបានហើយព្យាយាមដោះស្រាយបញ្ហាហ្នឹងព្រោះអីជីវិតមិនមែនមានបញ្ហាតែមួយទេចឹងកុំដួលយើងនៅតែខំប្រឹងទៅមុខហើយអីក៏ដោយយើងធំគ្រាន់តែគិតបើយើងអត់មានសកម្មភាពទេការគិតនឹងវានៅតែក្នុងខួរយើងអញ្ចឹងលើកខ້ອຍបើយើងចង់ធ្វើអីយើងគិតហើយយើងត្រូវមានសកម្មភាពហើយកុំខ្លាចបាក់ទឹកចិត្តឬមួយក៏មានបញ្ហានៅពេលដែលគេយកយើងជាប្រធានបទដើម្បីនិយាយដើមយើងព្រោះអីពេលដែលគេនិយាយដើមគេខ្លួនឯងអត់មានអ្នកស្ដាប់ទេអញ្ចឹងទៅគេយកយើងខ្លួនឯងទៅនិយាយអញ្ចឹងទៅដើម្បីមានអ្នកស្ដាប់ប៉ុណ្្នឹងឯងហ្នឹងវាអាហ្នឹងខ្ញុំមិននិយាយប្រាប់អ្នកទាំងអស់គ្នាតែមួយមុខខ្ញុំនិយាយប្រាប់ខ្លួនឯងដែរសូម្បីតែគេនិយាយប្រាប់ខ្ញុំនិយាយដើមខ្ញុំក៏ខ្ញុំគិតថាខ្ញុំលយបានគេនិយាយដើមព្រោះអីគេនិយាយរឿងខ្លួនគេនឹងអត់មានអ្នកស្ដាប់អញ្ចឹងទៅបើគេនិយាយដើមខ្ញុំមានអ្នក interest មានអ្នកចាប់អារម្មណ៍លើប្រធានបទនឹងច្រើនឲ្យគេនិយាយចោះ អូខេ ខ្ញុំខ្ជិលតបតតែប៉ុណ្្នឹងអញ្ចឹងទៅជីវិតយើងក៏រៀងហួសស្រួលជាងហ្នឹងដែរ បាទ វិជ្ជមានឲ្យច្រើនជាងអវិជ្ជមាន គិតអីវិជ្ជមានហើយស្រួលងាយស្រួលព្រោះតែគេជីវិតយើងស្មុគស្មាញច្រើនពេកហើយ ស្មុកអស់ គិត ចិត្ត កាន់តែស្មុគទៀតកាន់តែចាំ អស់ចិត្តដែរ ហ្នឹងហើយអញ្ចឹងអរគុណច្រើនមែនតើ បាទ អរគុណ ច្រើនបង ការអញ្ជើញចូលរួមហើយពិសេសមែនតើបានសុភា Michael លើកទី1អាចនិយាយថានៅក្នុងឆាកជីវិតដែរ អរគុណបងដូចគ្នាដែលទឹកមានចំណាប់អារម្មណ៍ហៅខ្ញុំមក ដែលចាប់អារម្មណ៍លើខ្ញុំ បាទអរគុណច្រើនមែនតើហើយសង្ឃឹមថាបានជួបគ្នាលើកក្រោយទៀតហើយក៏ជូនពរដូចគ្នាដែរតើតើជាមួយនឹងការងារផ្សេងសង្ឃឹមថាអាចនឹងមានការងាររលូនទៅមុខទៀតហើយស៊ូព្រោះភាសាគេមាន fan ច្រើនមែនតើគាត់ស្រឡាញ់គ្រប់ត្រ Michael ហើយក៏ចង់ឃើញ Michael បន្តទៅទៀតជាមួយនឹងវិស័យមួយហ្នឹងហើយអ្វីដែលសំខាន់បំផុតគឺរឹងមាំនឹងតែម្ដងសម្រាប់ផ្លូវចិត្តយើង ពីមុនអត់សូវរឹងទេតែឥឡូវរឹងមាំច្រើនហ្នឹងហើយអត់មានអីក្រៅពីអរគុណបងហើយអរគុណដល់ sponsor Reactive ហើយអរគុណដល់បងប្អូនទាំងអស់គ្នាដែលពីមុនមកតែងតែមាន comment ល្អបានខ្ញុំឈរបានដល់រាល់ថ្ងៃហ្នឹងអញ្ចឹងទៅសង្ឃឹមថាអ្នកទាំងអស់គ្នាស្រឡាញ់គ្រប់ត្រជាពិសេសស្រឡាញ់គ្រប់ត្រជាមួយនឹង podcast មួយនេះដែលនិយាយពីជីវិតខ្ញុំផ្ទាល់ហ្មងជាពិសេសគឺជីវិតនិយាយរឿងឆ្នាំងបាយខ្ញុំហ្នឹងហើយជីវិតសិល្បៈអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយ like ជួយ share ទាំងអស់គ្នានៅក្នុងវីដេអូមួយហ្នឹងអរគុណ អរគុណបងជួបគ្នាថ្ងៃក្រោយ Michael អរគុណច្រើន